នៅពេលអ្នកគិតថាបាល់ទាត់គឺត្រឹមតែជាការរត់នឹងសុទ្ធមានអ្នកខ្លះបានបំលែងវាទៅជាអាវុធពិតប្រាកដនេះគឺជា10កីឡាករដែលសុទ្ធបាល់លឿនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ហើយថ្ងៃនេះយើងចាប់ផ្ដើមពីលេខ10ដល់លេខ7លេខ10 Ronald Koeman កាលគាត់លេងនៅក្លឹប Barcelona និងលេងឲ្យជម្រើសជាតិ Netherlands មុនពេល Messi ឬ Ronaldo កាត់ឡើងមានវរមនាគដែលជាអ្នកការពារហើយសុទ្ធដោយកំភ្លើង Ronald Koeman មានល្បឿនសុទ្ធបាល់លឿនជាង120គីឡូម៉ែត្រក្នុង1ម៉ោងគាត់សុទ្ធបាល់ជាមួយភាពត្រឹមត្រូវនិងកម្លាំងដ៏ខ្លាំងគេហៅគាត់ថា The Thunder from Holland លេខ9 Gareth Bale កាលគាត់លេងនៅក្លឹប Real Madrid និងលេងឲ្យជម្រើសជាតិ Wales កីឡាករម្នាក់ដែលមានល្បឿនលឿនបំផុតហើយពេលសុទ្ធក៏លឿនដូចគ្នា Gareth Bale បានសុទ្ធបាល់លឿនប្រមាណ135គីឡូម៉ែត្រក្នុង1ម៉ោងនៅពេលនៅជាមួយ Real Madrid គាត់បាញ់បាល់ដូចរ៉ូកែតហើយការហោបរបស់វាបំបាក់សំណាញ់បណ្ដោយជើងរបស់គាត់គេហៅគាត់ថា The Welsh Cannon លេខ8 Roberto Carlos កាលគាត់លេងនៅក្លឹប Real Madrid និងលេងឲ្យជម្រើសជាតិប្រេស៊ីលតើអ្នកនៅចាំគ្រាប់ស៊ូតប៉ារ៉ាបូលបាល់បត់ចិត្តជ្រុងនោះទេនោះគឺ Roberto Carlos កម្លាំងបាល់លឿន137គីឡូម៉ែត្រក្នុង1ម៉ោងគាត់ស៊ុតបាល់ដួកបាញ់កំភ្លើងហើយបាល់បត់ចិត្តមិនអាចបញ្ជូនបានតាមច្បាប់រូបវិទ្យាគេហៅគាត់ថា The Left Foot Missile លេខ7 Zlatan Ibrahimovic កាលគាត់លេងនៅក្លឹប AC Milan និងលេងឲ្យជម្រើសជាតិ Sweden គាត់មិនត្រឹមតែធ្វើឲ្យប្លែកៗទេតែបាល់របស់គាត់អាចបាញ់បាក់ដៃគ្នា Zlatan សុទ្ធលឿនជាង140គីឡូម៉ែត្រក្នុង1ម៉ោងជីបាល់ដែលពិតជាមិនអាចទប់បានអ្នករួមចំនួនទាំងអស់ស្គាល់គាត់ថា The Lion with Iron Legs នេះគឺជាការចាប់ផ្ដើមប៉ុណ្ណោះនៅក្នុង EP2 យើងនឹងឃើញបាល់ដែលហោះដូចរ៉ូកែតនិងអ្នកដែលសុទ្ធលឿនជាងសំឡេងខ្យល់ត្រៀមខ្លួនជាមួយសំឡេង Boom នៅក្នុងភាគបន្ទាប់បើចូលចិត្តវីដេអូនេះកុំភ្លេចជួយចុចបេះដូងហើយនិង follow ឲ្យ admin ម្នាក់មួយផងស្អែក admin នឹងនិយាយអំពីកីឡាករដែលសុទ្ធបាល់លឿនពីលេខ6ដល់លេខ4